សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានអ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មាន2សូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបនៅថ្ងៃនេះទី1ដោយការគ្រោងទុកអំណោយមនុស្សធម៌របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានទៅដល់ដៃពលរដ្ឋភៀសសឹក 3000 គ្រួសារដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងស្រុកអូជ្រៅនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យហើយកាលពីថ្ងៃទី3ខែមិនិនាឆ្នាំ2026ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ពួកគេអំណោយមនុស្សធម៌ទាំងនោះរួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនផងដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជាអំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹកសបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងគ្រប់ពេលវេលាលើប្រជាពលរដ្ឋភៀសសឹកស្របពេលជាមួយគ្នាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងលោកជំទាវ Louis Mashigivabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ Francophonie ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់ជនភៀសសឹកនៅក្នុងវត្តធម្មរាំងសីស្រុកក្រឡាញ់ខេត្តសៀមរាបផងដែរលោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិ Francophonie និងគណៈប្រតិភូបានឃើញផ្ទាល់ភ្នែកពីស្ថានភាពជាក់ស្ដែងនៃប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផលនិងការរារាំងពីកងកម្លាំងប្រដាប់អាវុធថៃរហូតមកទល់ពេលនេះមានពលរដ្ឋភៀសសឹកជាង 92% ហើយដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង 640,000 នាក់នៅសល់ពលរដ្ឋភៀសសឹកជិត 50,000 នាក់ទៀតនៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាងដោយផ្ដល់ជូននៅដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែងដើម្បីអាចរស់នៅក្នុងបរិយាកាសល្អប្រសើរនិងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅពេលខាងមុខទន្ទឹមគ្នានេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីជំរុញឲ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC ដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិនិងគោរពយ៉ាងខ្ជាប់ខ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025វត្តមានជាបន្តបន្ទាប់នៃអង្គទូតតំណាងអង្គការអន្តរជាតិក៏ដូចជាសារព័ត៌មានអន្តរជាតិនៅតាមបណ្ដោយព្រំដែនគឺជាសាក្សីផ្ទាល់ភ្នែកនិងក៏ជាកម្លាំងជំរុញដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីនៅពេលខាងមុខអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងឯកសារកិច្ចព្រមព្រៀងពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងព័ត៌មានទី2អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមជម្រាបជូនជនរួមជាតិជ្រាបដែរថាក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលបណ្ដាស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាទាំងអស់ឲ្យមានការប្រុងប្រយ័ត្ននិងផ្ដល់លេខទំនាក់ទំនងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្នជាក់ស្ដែងស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល
ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង្ការ៉ាបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែលអំពីភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងតែកើតឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនិងបានអំពាវនាវដល់បងប្អូនទាំងនោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុលសូមមេត្តាតាក់ទងតាមរយៈទូរស័ព្ទលេខ855 12 675 450ឬក៏មួយខ្សែទៀត855 87 656 262ហើយលេខទាំងពីរនេះគឺមានភ្ជាប់ដោយប្រព័ន្ធ Telegram និង WhatsApp ចំណែកឯស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំរដ្ឋគូវ៉ែតសហភាពអារ៉ាប់អេមីរ៉ាតរដ្ឋកាតានិងប្រជាណាចក្របារ៉ែនមាននិវេសដ្ឋាននៅរដ្ឋគូវ៉ែតក៏បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅក្នុងបណ្ដាប្រទេសដោយបានរៀបរាប់ខាងលើឲ្យមានការប្រុងប្រយ័ត្នដូចគ្នាដែរក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុលសូមតាក់ទងតាមលេខទូរស័ព្ទ965 25 31 00 29សូមបញ្ជាក់ជូនថានៅប្រទេសអ៊ីស្រាអែលមាននិស្សិតខ្មែរសរុប239នាក់កំពុងសិក្សាចំណែកឯប្រទេសគូវ៉ែតមាននិស្សិតខ្មែរ27នាក់ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងធ្វើការឬក៏ធ្វើដំណើរកម្សាន្តនៅក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ាថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋនិងនិស្សិតកម្ពុជានៅក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ារហូតមកទល់ពេលនេះពួកគេមានសុវត្ថិភាពនិងស្ថិតក្រោមការតាមដានជាប្រចាំពីស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំបណ្ដាប្រទេសទាំងនោះអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ